từ sreu banจำนวน95%ពោតបានចំនួន95%និងសណ្ដែកបានចំនួន80%នេះគឺជាការផ្សងប្រផ្នូលទៅតាមទំនៀមទម្លាប់ព្រះរាជប្រវេណីនៃព្រះរាជពិធីច្រត់ព្រះនង្គ័លដែលមានតាំងពីបុរាណកាលមកប៉ុណ្ណោះក៏ដូចជាការប្រកាសថារដូវវប្បមង្គលចូលមកដល់ហើយជាទីបញ្ចប់ទូលព្រះបង្គំជាខ្ញុំសូមឧទ្ទិសបួងសួងសម្បូរសង្រោងដល់គុណបារមីប្រទេវរូបនិងដល់អានុភាពនៃវត្ថុស័ក្តិសិទ្ធិលើលោកព្រមទាំងអំណាចព្រះបារមីនៃទេវតាទាំង10000លោកធាតុនិងទេវតាមហាព្រហ្មបញ្ចវលិយកៈគ្រប់ព្រះអង្គដែលព្រះអង្គទទួលខុសត្រូវខាងទឹកភ្លៀងសូមព្រះមេត្តាជួយបណ្ដាលឲ្យមានទឹកភ្លៀងធ្លាក់ចុះតាមរដូវកាលធាតុអាកាសដើរទៀងទាត់ជាពិសេសគុណបុណ្យបារមីប្រពល់ទេពជាតំណាងតួអង្គក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លព្រមទាំងអានិសង្ឃដែលកើតមានឡើងពីការប្រារព្ធនៅព្រះរាជពិធីច្រត់ព្រះនង្គ័លនាពេលនេះព្រះមេត្តានាំមកនៅសេចក្តីសុខសម្បូរសប្បាយត្រជាក់ត្រជុំរុងរឿងចម្រុងចម្រើនដល់ព្រះរាជាណាចក្រកម្ពុជាជៀសចាកផុតពីគ្រោះធម្មជាតិទាំងឡាយដែលតាមយាយីដល់ភោគផលកសិកម្មដែលជាអាយុជីវិតរបស់ប្រជាជននិងប្រទេសជាតិម្យ៉ាងវិញទៀតទូលព្រះបង្គំជាខ្ញុំសូមឧទ្ទិសបួងសួងដល់គុណព្រះបារមីនៃទេវតាឆ្នាំថ្មីព្រះនាមគោរិកៈទេវីបុត្រីទី2នៃកបិលមហាព្រហ្មសូមព្រះអង្គព្រះមេត្តាប្រោះព្រំនៅប្រសិទ្ធសាធុការពោបវរសួស្តីសិរីមង្គលវិបុលសុខថ្វាយចំពោះប្រកាសណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរលួងម៉ែជាទីគោរពនិងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមប្រគេនប្រពរជូនពរចំពោះបដិជាព្រះគុណព្រះមេគុណខេត្តនិងព្រះមន្ត្រីសង្ឃទាំងពីរគណៈជាទីសក្ការៈសម្ដេចអគ្គមហាសេនាបតីហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចមហារដ្ឋសភាធិការធិបតីខួនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពៅច័ន្ទមុនីសម្ដេចព្រះញាតិវង្សសម្ដេចឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឯកឧត្តមលោកជំទាវលោកអ្នកអង្គញាភ្ញៀវកិត្តិយសជាតិអន្តរជាតិលោកស្រីជាមន្ត្រីរាជការគ្រប់មុខតំណែងនិស្សិតសិស្សព្រមទាំងបងប្អូនប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាសូមជួបប្រទះនិងប្រពុតមង្គលពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយ